ខ្ញុំគឺជាមនុស្សម្នាក់ដែលមានការអធ្យាស្រ័យបំផុតថ្ងៃមួយនៅពេលដែលខ្ញុំកំពុងតែបើកបរនៅលើដងផ្លូវស្រាប់តែមានឡានមួយបត់មកផ្លូវអ្នកសម្រាប់បត់ឆ្វេងយ៉ាងលឿនដោយគ្មានសញ្ញោខ្ញុំក៏គិតថាប្រហែលជាគាត់បញ្ញាប់ដូរទិសដៅឲ្យមកទៅប៉ុន្តែនៅពេលដែលភ្លើងខៀវសម្រាប់អ្នកបត់ឆ្វេងលោតឡើងមកគាត់មិនទៅមុខខ្ញុំក៏ចុចស៊ីផ្លេពេលដែលខ្ញុំស៊ីផ្លេទៅគាត់ក៏ស៊ីផ្លេមកខ្ញុំវិញហើយគាត់នៅតែមិនទៅមុខខ្ញុំក៏បើកកញ្ចក់ហើយប្រាប់គាត់ថាបងភ្លើងខៀវឲ្យបងបត់ឆ្វេងបងគាត់តបមកវិញថាខ្ញុំទៅមុខតាខ្ញុំក៏ប្រាប់ទៅវិញថាប៉ុន្តែនេះផ្លូវសម្រាប់អ្នកបត់ឆ្វេងហ៎បងភ្លើងខៀវបត់ឆ្វេងបងគាត់ក៏តបមកវិញថាអត់ចង់សូមអ្នកទាំងអស់គ្នាមានជីវធម៌ក្នុងការបើកបរឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុនខ្មែរ Beverages រៀបរៀងដោយ My TV